វត្តទំនប់អាងទឹកលេខ2សម្រាប់ការសាងសង់បានប្រមាណ 40% គម្រោងអភិវឌ្ឍអាងទឹកលេខ2មានសមត្ថភាពស្តុកទឹកប្រមាណ 860 លានម៉ែត្រគូបនិងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជាដែលមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ាយឃុំរកាកាស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ទំនប់អាងទឹកលេខ2នឹងផ្ដល់ផលប្រយោជន៍សំខាន់ៗមួយចំនួនរួមមានទី1អាចស្តុកទឹកបានប្រមាណ 860 លានម៉ែត្រគូបនិងអាចស្រោចស្រពលើផ្ទៃដីចំនួន 262,500 ហិកតាដែលអាចផ្ដល់ទឹកប្រើប្រាស់គ្រប់គ្រាន់ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំងនិងរដូវវស្សាទី2កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមកទី3បញ្ជាបាននូវការខូចខាតប្រព័ន្ធធារាសាស្ត្រនិងហេហិកថារចនាសម្ព័ន្ធនានាដែលបណ្ដាលមកពីទឹកជំនន់និងទី4ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលគិតត្រឹមចុងខែវិច្ឆិកាឆ្នាំ 2025 គម្រោងនេះសម្រេចបានប្រមាណ 40% ដោយបានចាប់ផ្ដើមអនុវត្តក្នុងខែមករាឆ្នាំ 2025 ហើយក្រុងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ 2027